សួស្តីអ្នកនរគ្នាខ្ញុំវណ្ណាវឌ្ឍនៈជាសិស្សអាហារូបករណ៍ 100% ពីការប្រឡងយកអាហារូបករណ៍នៅឆ្នាំ2025បច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី1នៃមុខជំនាញវិស្វករសំណង់ស៊ីវិលនៅសាកលវិទ្យាល័យអន្តរជាតិផារីសសម្រាប់អាហារូបករណ៍ហ្នឹងខ្ញុំបានដឹងដោយសារតែ Student Ambassador គាត់បាន inform ពីអាហារូបករណ៍ការប្រឡងយកអាហារូបករណ៍ហ្នឹងនៅពេលដែលខ្ញុំមក campus tour ដែល Paragon បាន host ដែល high school ជាច្រើនមកដើម្បីឲ្យ opportunity ទៅដល់ high school students and ខ្ញុំក៏បានព័ត៌មានពីគ្រូសាផងដែរដែលគាត់បានប្រាប់ខ្ញុំនៅពេលដែលសាកលបាន post ទៅលើបណ្ដាញសង្គមដូចជា Facebook ពីដើមក្នុងការដាក់ពាក្យហ្នឹងខ្ញុំគិតថា process គឺវា smooth ហើយវាងាយស្រួលមែនតើដោយសារតែសាលាមាន provide ជា form ឲ្យយើងបំពេញឈ្មោះនិង email និងព័ត៌មានផ្សេងៗពីយើងហើយសម្រាប់ការ pay វិញគឺមានភាពងាយស្រួលដោយសារតែមាន QR code ដែលយើងអាច pay តាមធនាគារណាក៏បានសម្រាប់ការប្រឡងខ្ញុំគិតឃើញថាខ្ញុំពិបាកក្នុងការគ្រប់គ្រងពេលវេលាដោយសារតែការប្រឡងហ្នឹងគឺសាលាមាន time limit ឲ្យយើងចឹងកាលណាបើយើង submit អត់ទាន់ម៉ោងដែលគេកំណត់គឺយើងនឹងធ្លាក់អូតូតែម្ដងហើយសម្រាប់ interview វិញខ្ញុំគិតថាពេលហ្នឹងខ្ញុំមានអារម្មណ៍ថាភ័យប៉ុន្តែខ្ញុំត្រូវគ្រប់គ្រងខ្លួនឯងដើម្បីឆ្លើយសំណួរហ្នឹងឲ្យត្រង់ហើយឲ្យច្បាស់ហើយមួយទៀតគឺឆ្លើយដោយមានទំនុកចិត្តថាខ្លួនឯងនឹងអាចឆ្លើយសំណួរផ្សេងៗទៀតបានពេលដែលចេញលទ្ធផលភ្លាមហ្នឹងគឺខ្ញុំអត់បានដឹងខ្លួនឯងមុនទេមានគេប្រាប់ថាខ្ញុំបាន 100% តែពេលហ្នឹងខ្ញុំអត់ជឿគេទៀតដោយសារតែអត់គិតថាខ្លួនឯងបានច្រើនដល់ថ្នាក់នឹងបាន100ពេញអញ្ចឹងពេលហ្នឹងខ្ញុំសប្បាយចិត្តហើយក៏មានអារម្មណ៍ថា surprise ហើយ shock ដែរដោយសារតែខ្ញុំគិតថាខ្លួនឯងហ្នឹងបានតែ50ទៅ 75% ឯងអញ្ចឹងនៅពេលដែលបាន100ហ្នឹងគឺវាហួសពីការរំពឹងទុករបស់ខ្ញុំអញ្ចឹងវា I'm grateful for it សម្រាប់ឆ្នាំទី1នៃការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Paragon ហ្នឹងខ្ញុំគិតថាវាជា opportunity មួយដែលអាចឲ្យខ្ញុំ adapt ទៅនឹងចំពោះថ្មីនៅក្នុងជីវិតរបស់ខ្ញុំគឺការចេញពី high school មក university ហ្នឹងគឺយើងអត់អាច adapt ភ្លាមបានទេអញ្ចឹងខ្ញុំគិតថាវាជា opportunity មួយដែលល្អសម្រាប់សិស្ស high school ហើយការសិក្សានៅហ្នឹងគឺខ្ញុំគិតថាល្អ program របស់សាលានិង lecturer professor ផ្សេងៗគឺគាត់ supportive ទៅសិស្សមែនតើហើយមួយទៀតគឺខ្ញុំអាចជួបមនុស្សថ្មីៗដែលmake friends and maybe have connections that maybe benefit to my future ចឹងសម្រាប់ tip ខ្លះៗដែលខ្ញុំមានទៅអ្នកដែលប្រឡងឆ្នាំហ្នឹងគឺទី1គឺអ្នកទាំងអស់គ្នាអាចធ្វើនៅ mock test ដែលសាលាបាន provide ឬក៏ធ្វើលំហាត់ដែលស្តៀងទៅហ្នឹងហើយទី2គឺត្រូវចេះគ្រប់គ្រងពេលវេលាក្នុងការប្រឡងដូចខ្ញុំបាន mention ចឹងបើការប្រឡងហ្នឹងអ្នកទាំងអស់គ្នា submit អត់ទាន់ពេលទេត្រូវធ្លាក់ automatic ហើយចុងក្រោយគឺត្រូវមានទំនុកចិត្តលើខ្លួនឯងហើយកុំ overthink វាពេកដោយសារតែអាហ្នឹងវាជា opportunity មួយហើយខ្ញុំគិតថាអ្នកនរគ្នានឹងមាន opportunity ផ្សេងទៀតហើយចុងក្រោយ don't underestimate yourself because you might achieve more than you think